ជំរាបសួរសួស្តីបងប្អូនអរគ្នាជាទីគោរពនិងជាទីមេត្រីចាវិលមកជួបខ្ញុំសាជាថ្មីនៅក្នុង Channel YouTube មករាអានច្រើនបង្កើនបញ្ញាចារាត្រីនេះដែរយើងនឹងជួបគ្នាចាតាមរយៈអត្ថបទថ្មីមួយទៀតហើយចានៅក្នុងសៀវភៅអំណាចជាអំណាចចាដែលជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធឡាំលីនចាដែលអត្ថបទនោះមានចំណងជើងថាអានយូរទម្រាំនឹងបានយល់ខ្លះចាតើអត្ថបទនេះអ្នកនិពន្ធចង់បញ្ជាក់អត្ថន័យយ៉ាងណាចាសូមបងប្អូនតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នាចាអានយូរទម្រាំនឹងយល់ខ្លះចាប្រើរយៈពេលយ៉ាងយូរទម្រាំខ្ញុំអាចអានគម្ពីរភគវតីតាចាយល់ល្មមព្រមទាំងបានឆ្វេងយល់ពីគម្ពីរនេះបន្ថែមតាមរយៈទេវកថាមហាភារតៈចាមហាភារតៈចា2ឆ្នាំមុនខ្ញុំអានគម្ពីរវេទានតៈចាបានយល់ស្នូលសាសនាជាទស្សនៈវិជ្ជាកម្ពុជារបស់ព្រាហ្មណ៍សាសនាជាទីបំផុតនៃវេទចាឧបនិស្ស័តចាឧបនិស្ស័តដំណើរនៃការសិក្សាក្រោយពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំងប់ងល់នឹងទស្សនៈឡាវជឺចាខុងជឺនិងអ្នកប្រាជ្ញធំឥណ្ឌា 4-5 រូបផ្សេងទៀតការសិក្សានៅពេលណាដែលយើងរត់ទៅរៀនពីគ្រូដើមគឺថាចំណេះវាមានលក្ខណៈបរិសុទ្ធជាងរៀនតគ្នាចាប្រៀបដូចជាមនុស្សខ្សឹបគ្នាអីចឹងតាំងពីតូចខ្ញុំរត់នៅក្នុងសង្គមព្រះពុទ្ធសាសនាចាតាំងពីតូចខ្ញុំរស់នៅក្នុងសង្គមព្រះពុទ្ធសាសនាខ្ញុំទទួលឥទ្ធិពលស្ងប់ស្ងាត់តាមរយៈសៀវភៅអប់រំចិត្តរបស់ព្រះពុទ្ធសាសនាដល់ចរិតខ្ញុំចាដល់ចរិតខំមិនលែងប្រឹងមិនឈប់ឈ្នះមិនឈឺចាប់ចាមានគោលការណ៍មិនតក់ស្លុតរឹងមាំខាងក្នុងប្រឹងប្រយុទ្ធនឹងខ្លួនឯងគឺទទួលឥទ្ធិពលច្រើនពីខាងទ្រឹស្ដីព្រាហ្មណ៍សាសនាអ្វីដែលនៅជាប់នឹងព្រលឹងខាងក្នុងរបស់មនុស្សបែបណាវានឹងស្ដែងនៅគុណភាពជីវិតមនុស្សបែបនោះឯងចាព្រលឹងជាតិព្រលឹងសាសនានិងព្រលឹងមេដឹកនាំគឺសំខាន់ខ្លាំងណាស់ក្នុងការកសាងសង្គមរឿងទាំងនេះវាតាក់ទងនឹងចិត្តសាស្ត្រមនុស្សជាតិតែម្ដងរឿងចំណេះខួរក្បាលអាចបំពាក់បានតែចរិតឬសន្តានមនុស្សគឺត្រូវពឹងពាក់ពីសាសនាចាមិនកិច្ចពីបញ្ហាតែតស៊ូមិនបួសតែបើបួសគឺបួសរៀនតែប្រឹងយកឈ្នះឧបសគ្គឈឺចាប់យ៉ាងណាក៏មិនចុះចាញ់អក្សរសិល្ប៍ពុទ្ធនិយមនិងអក្សរសិល្ប៍ព្រាហ្មណ៍និយមគឺសុទ្ធតែបង្ហាញពីព្រលឹងនៃសាសនាវាជ្រាបដល់ទៅផ្នត់គំនិតមនុស្សក្នុងសង្គមមនុស្សគិតបែបណាធ្វើបែបហ្នឹងធ្វើអ្វីបានផលហ្នឹងគុណភាពនៃគំនិតគឺត្រូវបានវាស់ដោយគុណភាពនៃលទ្ធផលត្បិតបើលទ្ធផលមិនល្អចូលកុំអួតថាគំនិតនេះឬគំនិតនោះត្រូវឲ្យសោះថ្ងៃក្រោយទៅឲ្យតែមានចំណេះខ្លះវានឹងនាំឲ្យរវល់ច្រើនជាងនេះហត់នឿយជាងការរៀនសូត្រនិងលំបាកជាងការធ្វើស្រែឆ្ងាយណាស់ពេលខ្លះពេលអង្គុយវាហាក់បីដូចជាមានអ្វីមួយយ៉ាងដកធម៌ពលពីខ្លួនអស់រលីងទាំងមិនដឹងខ្លួនពេលហត់នឿយធម៌ពលដែលត្រូវរកគឺពីខ្លួនឯងតែពេលខ្លះធម៌ពលមិនមែនចេះតែមានក្នុងខ្លួនរហូតទេចាអត្ថបទនេះបានបញ្ចប់ទៅហើយបងប្អូនចាតើបងប្អូនយល់យ៉ាងណាចាអានយូរទម្រាំនឹងបានយល់ខ្លះចាអត្ថបទនេះអ្នកនិពន្ធចង់បញ្ជាក់អត្ថន័យយ៉ាងណាសូមបងប្អូនមេត្តាពិចារណាតាមការគួរចារាត្រីនេះ
នាងខ្ញុំក៏សូមខន្តីអភ័យទោសតែមានកំហុសឆ្គងក្នុងការអានចាខុសទាស់ត្រង់អក្ខរាវិរុទ្ធត្រង់ណាខ្លះសូមបងប្អូនមេត្តាខន្តីដល់រូបនាងខ្ញុំផងចារាត្រីនេះផងដែរនាងខ្ញុំសូមជម្រាបលាជួបគ្នានារាត្រីថ្ងៃស្អែកជាបន្តទៀត